នេះជាប្រាសាទក្នុងចំណោមប្រាសាទរាប់ពាន់ដែលបានកសាងឡើងដោយបុព្វបុរសខ្មែរយើងនៅលើទឹកដីមាតុភូមិដ៏ធំល្វឹងល្វើយទាំងនេះសបញ្ជាក់ឲ្យឃើញពីភាពសម្បូររុងរឿងក្នុងយុគសម័យនោះក្រោយពីសម័យមហានគរដ៏រុងរឿងបែកបាក់នៅសតវត្សទី14មកប្រពៃណីសាសនាទំនៀមទម្លាប់សិល្បៈស្ទើរតែរលាយសាបសូន្យដោយសារតែសង្គ្រាមក្នុងនោះទម្រង់សិល្បៈមួយចំនួនត្រូវបានបាត់បង់រូបរាងអស់ទៅហើយក៏ដូចជាសិល្បៈស្បែកធំនៅមុនសង្គ្រាមផ្ទុះឡើងទម្រង់សិល្បៈនេះមានការពេញនិយមណាស់ប៉ុន្តែសប្តាហ៍ថ្ងៃនេះមានសិល្បៈស្បែកធំប្រហែល2ឬ3ក្រុមប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា2ក្រុមស្ថិតនៅខេត្តសៀមរាបគឺក្រុមទីជៀននិងក្រុមវត្តរាជបូរសិល្បៈស្បែកធំនឹងជាសិល្បៈមួយដែលមានប្រចាំនៅក្នុងទីរួមខេត្តសៀមរាបនឹងតាំងពីបុរាណមកប៉ុន្តែសិល្បៈនឹងត្រូវបានវិនាសអន្តរាយអស់ទៅក្នុងសម័យឆ្នាំ75តែពួកខ្មែរក្រហមឡើងកាន់កាប់អំណាចក្នុងប្រជាជាតិអាណាចក្រកម្ពុជាយើងហ្នឹងគេបានអស់មកពួកខ្ញុំក៏បានមកវិញដល់ខេត្តសៀមរាបនៅឆ្នាំ94ចានៅឆ្នាំ94ចាហើយប៉ុន្តែរកមកនៅក៏ស្បែកធំមិនចឹងកើតវិញទៅណាចាដល់បានដល់92បានកើតស្បែកធំមកវិញណាចាហើយពួកយើងក៏នាំគ្នារៀនសូត្រលេងតែឆ្នាំ92ហ្នឹងណាចារហូតមកដល់សប្តាហ៍នេះឯងពួកគេបានខិតខំបង្កើតឲ្យសិល្បៈទាំងនេះឲ្យមានជីវិតរស់ឡើងវិញតាមរយៈការចងចាំរបស់អ្នកសម្ដែងសិល្បៈស្បែកធំដែលបានរួចជីវិតពីរបបខ្មែរក្រហមតាមរយៈឯកសារចាស់ៗនិងតាមរយៈគំនូរព្រះវិហារវត្តក្រុមទីជៀនគឺជាក្រុមសិល្បៈស្បែកធំដែលសម្ដែងសិល្បៈនេះតាំងពីមុនសម័យប៉ុលពតមកម្លេះប៉ុន្តែក្រោយឆ្នាំ1979មានសមាជិក3នាក់ក្នុងចំណោមសមាជិក15នាក់ដែលនៅរស់គ្រួសារដែលសម្ដែងស្បែកធំមួយនេះបានត្រឡប់មកកាន់ទីក្រុងសៀមរាបវិញហើយមកដល់សប្តាហ៍ថ្ងៃនេះគឺជាក្រុមធំមួយដែលជាអ្នកធ្វើស្បែកផងនិងសម្ដែងសិល្បៈស្បែកធំផងក្នុងតំបន់នេះនេះជាចៅខ្ញុំផងចៅតានេះផងណាអូចាចាហើយការដែលរៀនដាប់ឆ្លាក់នេះគឺចេះពីខ្ញុំណាខ្ញុំនេះដាប់ឆ្លាក់នេះណាខ្ញុំលេងផងខ្ញុំឆ្លាក់រូបផងចាចាតែគាត់ឈ្មោះអត់តាបងឈ្មោះដែរពួនចាចឹងបងអាចប្រាប់ពួកខ្ញុំបានទេថាប្រវត្តិនៃការបងចេះហ្នឹងបងចេះតាមវិធីណាហើយមិញខ្ញុំបានដឹងខ្លះដែរថាលោកគ្រូគាត់ជាអ្នកជួយបង្រៀនបងពីបញ្ហាដាប់ឆ្លាក់ណាចុះក្រៅពីដាប់ឆ្លាក់ហ្នឹងក្នុងស្បែកហ្នឹងបងមានចេះអីផ្សេងទៀតទេបាទក្នុងស្បែកធំក្រៅពីដាប់ឆ្លាក់ខ្ញុំចេះសម្ដែងអាចនិយាយពោលបានមួយម៉ាត់អាចសម្ដែងបានព្រោះកាលខ្ញុំចេះរៀនស្បែកធំខ្ញុំរៀនពីលោកតារបស់ខ្ញុំទៅជាលោកតាទីជៀនចាលោកតាទីជៀនគាត់បានកើតនៅឆ្នាំ1921គាត់បានស្លាប់ទៅវិញនៅក្នុងឆ្នាំ2000ចាបងចាហើយការខ្ញុំរៀនចេះដាប់ឆ្លាក់ចេះបានពីតាណាប់រិនបាទបច្ចុប្បន្ននេះគ្រួសារពួនមានភាពមមាញឹកខ្លាំងណាស់ដោយសារគ្រួសារលោកផលិតស្បែកទាំងធំទាំងតូចដើម្បីលក់ទៅឲ្យអតិថិជនលោកបានលក់ស្បែកតូចៗរបស់គាត់ឲ្យម្ចាស់តូបនានានៅតាមផ្សារតម្លៃពី$5ទៅ$20ហើយជួនកាលគាត់លក់ផ្ទាល់ទៅឲ្យអ្នកទេសចរដែលបានកម្រៃច្រើនជាងនេះបន្តិចប៉ុន្តែលោកលក់ផ្ទាំងស្បែកធំក្នុងតម្លៃពី$100ទៅ$220ទៅឲ្យហាងលក់វត្ថុអនុស្សាវរីយ៍ធំក្នុងតំបន់ទេសចរនេះបាទនេះគឺទាំងនេះគឺធ្វើឲ្យគេ38ស្លាកនេះមួយស្លាកទោះបីយ៉ាងណាក៏ដោយក្រុមទីជៀនមានឱកាសសម្ដែងតិចតួចប៉ុណ្ណោះនេះព្រះលក្ខត្រូវតព្រមាសអិនតិចិត្តហនុមានឃើញ
Rồi liệt rồi so anh thì chết hạ man tu mà đọ so rôm mía vì anh thì chếtแต่ดอกอดบานเด้อันนี้สว่าตองเลยใส่ได้วีจุดระบอเปลี่ยđểหัดมาตุ่มมาดอซอมามือเต้าโดยเราเลยกบาดเสរីឯក្រុមសិល្បៈស្បែកធំមួយក្រុមទៀតស្ថិតនៅក្នុងវត្តរាជបូរក្រុមនេះបានបង្កើតឡើងនៅក្នុងឆ្នាំ1985ដោយព្រះតេជគុណមហាវិមលធម្មពិនសែម